ចំពោះសំដួលថាតើអ្វីទៅជាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំខ្ញុំសូមអនុញ្ញាតឆ្លើយដូចតទៅការផ្សះផ្សាដោយចាប់បង្ខំដែលភាសាអង់គ្លេសហៅថា compulsory conciliation ជាយន្តការមួយក្នុងចំណោមយន្តការនៃការដោះស្រាយវិវាទដោយសន្តិវិធីនៅក្រោមផ្នែកទី2នៃឧបសម្ព័ន្ធទី5របស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រអានក្លុសដែលប្រជាណាចក្រកម្ពុជាទើបតែផ្ដល់សច្ចាប័ននេះពេលថ្មីនេះហើយដែលមានលក្ខណៈស្រដៀងគ្នានឹងការចរចាដែរបាទប៉ុន្តែវាជាការចរចាដែលមានគណៈកម្មការផ្សះផ្សានៅក្នុងនោះគណៈកម្មការផ្សះផ្សានេះមានសមាជិកចំនួន5រូបដែលជាអ្នកជំនាញការច្បាប់ជំនាញការនីតិសមុទ្រយើងអាចថានីតិសមុទ្រដែលជាភាសាផ្លូវការដែលរើសចេញពីបញ្ជីបាទដែលរៀបចំរួចជាស្រេចដោយរដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដើម្បីឲ្យមានការផ្សះជានឹងគ្នាពលគឺអាចឈានទៅដល់ការព្រមព្រៀងគ្នាជាសន្ធិសញ្ញាលើការកំណត់ព្រំដែនសមុទ្រជាដើមយន្តការនេះត្រូវបានគេប្រើប្រាស់ជាពិសេសសម្រាប់ដោះស្រាយវិវាទព្រំដែនសមុទ្ររវាងរដ្ឋដែលជាភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រក្នុងករណីដែលរដ្ឋណាមួយបានដាក់ឯកប្រកាសរបស់ខ្លួនដែលតាមរយៈខ្លឹមសារនៃសេចក្តីប្រកាសនោះបានដកខ្លួនចេញឬក៏បដិសេធនៅយន្តការដែលចាប់បង្ខំនឹងចងកាតព្វកិច្ចដែលជាយន្តការចែងរួចជាស្រេចក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលយើងហៅថាអានក្លូសនេះរួមមាន4សំខាន់ទី1យន្តការតុលាការយុទ្ធអន្តរជាតិ ICJ តុលាការអន្តរជាតិស្តីនីតិសមុទ្រ ICLOS បាទតុលាការមជ្ឈត្តការ Arbitration Court ហើយនឹងតុលាការមជ្ឈត្តការពិសេសបាទនៅពេលដែលយន្តការនេះត្រូវបានព្រួយផ្ដើមដោយរដ្ឋភាគីណាមួយហើយភាគីម្ខាងទៀតមានកាតព្វកិច្ចត្រូវតែចូលរួមដាច់ខាតហេតុអីពីព្រោះថារដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះគេបានបើកឲ្យមានការជ្រើសរើសនៅយន្តការដែលចាប់បង្ខំនិងចងកាតព្វកិច្ចមានន័យថារាល់សេចក្តីសម្រេចរបស់យន្តការទាំង4ដែលខ្ញុំលើកឡើងមិញនេះបាទគឺមានលក្ខណៈចាប់បង្ខំហើយចងកាតព្វកិច្ចទៀតនៅពេលដែលគាត់ចេញសេចក្តីសម្រេចហើយរដ្ឋត្រូវតែទទួលយកហើយចងកាតព្វកិច្ចរដ្ឋដែលមានវិវាទនឹងគ្នាអញ្ចឹងរដ្ឋភាគច្រើននៅក្នុងចំណោមរដ្ឋភាគីរហូតដល់បច្ចុប្បន្ននេះចំនួន172រដ្ឋភាគីនៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រនេះបានជ្រើសរើសមិនទទួលយកយុត្តាធិការឬក៏សមត្ថកិច្ចរបស់តុលាការយុទ្ធអន្តរជាតិតុលាការអន្តរជាតិនីតិសមុទ្រតុលាការមជ្ឈត្តការនិងតុលាការមជ្ឈត្តការពិសេសទេដោយសារជាយន្តការមួយដែលចងកាត់បកិច្ចរដ្ឋអញ្ចឹងគាត់អត់មានជំរឿនអ្វីក្រៅពីទទួលយកនៅយន្តការផ្សះផ្សាដោយចាប់បង្ខំដែលភាសាអង់គ្លេសហៅថា compulsory conciliation នៅក្នុង UNCLOS នៅក្នុង UNCLOS នៅក្នុងអនុសញ្ញាអង្គការសហជីវជាតិស្តីពីនីតិសមុទ្រនឹងទេបាទនេះហើយជាយន្តការមួយដែលយើងជាជំរឿសចុងក្រោយសម្រាប់រដ្ឋភាគីនៃអនុសញ្ញាច្បាប់សមុទ្របើសិនជាអត់មានចែងយន្តការ compulsory conciliation នេះទេរដ្ឋដែលជាភាគីខំចូលជារដ្ឋភាគីនៃអនុសញ្ញានីតិសមុទ្របានប្រយោជន៍អ្វីនៅពេលដែលរដ្ឋទាំងឡាយជួបប្រទះនឹងវិវាទពាក់ព័ន្ធនឹងការកំណត់ព្រំដែនសមុទ្រជាដើមតើទៅរត់ទៅរកយន្តការណាអញ្ចឹងទេនៅពេលដែលចរចានៅក្នុងការបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រហ្នឹងអ្នកតាក់តែងដែលជាអ្នកជំនាញនីតិសមុទ្ររបស់អង្គការសហប្រជាជាតិយល់ឃើញថាត្រូវតែមានជំរើសទី5មួយបាទត្រូវឲ្យរដ្ឋភាគីទាំងអស់ត្រូវតែជ្រើសដាច់ខាតនៅយន្តការផ្សះផ្សាដោយចាប់បង្ខំនេះបាទសូមអរគុណបាទសូមអរគុណអាដាមបណ្ឌិតចំពោះការជំរាបជូនអំពីអ្វីទៅជាយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំហើយគួរឲ្យចាប់អារម្មណ៍មែនទែននេះគឺជា
យន្តការនៃការបាទដោះស្រាយវិវាទព្រំដែនសមុទ្រដោយសន្តិវិធីដែលយើងនឹងស្វែងយល់បន្ថែមទៀតប៉ុន្តែខ្ញុំក៏មានសំណួរជាបន្តបាទចង់កលេចទៅកាន់លោកជំទាវវិញម្ដងបាទថាតើយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះគឺមានដំណើរការបែបណាខ្លះក៏ដូចជាត្រូវប្រើប្រាស់រយៈពេលប្រមាណដើម្បីបញ្ចប់នីតិវិធីក្នុងការប្រើយន្តការនេះបាទ ចាជាបឋមសូមជំរាបសួរទៅដល់ទូរទស្សនិកជនទាំងអស់ដែលកំពុងតែតាមដានទស្សនានាកម្មវិធីនេះឆ្លើយតបជាមួយទៅនឹងសំណួរដែលបានលើកឡើងពាក់ព័ន្ធជាមួយទៅនឹងដំណើរការនៃយន្តការនេះក៏ដូចជារយៈពេលហ្នឹងនាងខ្ញុំអាចជម្រាបជូនបានថាបើសិនជាយើងនិយាយអំពីដំណើរការនៃយន្តការនេះគឺយើងមាន4ដំណាក់កាលសំខាន់បាទដំណាក់កាលទី1គឺជាការផ្ដួចផ្ដើមនៃនីតិវិធីឬក៏យើងអាចនិយាយបានថាការផ្ដួចផ្ដើមឬក៏ការចាប់ផ្ដើមនៃនីតិវិធីផ្សះផ្សានឹងផ្ទាល់តែម្ដងអញ្ចឹងនៅក្នុងនេះសម្រាប់រដ្ឋដែលជាភាគីនៃ UN Clause គឺគាត់អាចផ្ដួចផ្ដើមនីតិវិធីនេះបានតាមរយៈការផ្ញើសេចក្តីជូនដំណឹងជាលេខអក្សរទៅកាន់ភាគីម្ខាងទៀតអញ្ចឹងបន្ទាប់ពីគាត់ផ្ញើសេចក្តីជូនដំណឹងជាលេខអក្សរទៅកាន់ភាគីម្ខាងទៀតហ្នឹងដោយដែលអាដាមបណ្ឌិតសៀមម៉ៅលោកមានប្រសាសន៍មុននឹងបន្តិចអញ្ចឹងរដ្ឋជាភាគីម្ខាងទៀតហ្នឹងគឺសិទ្ធិនៅក្នុងការបដិសេធទេមានន័យថាវាជាកាតព្វកិច្ចសម្រាប់តែគាត់ត្រូវតែទទួលយកហើយចូលរួមនៅក្នុងនីតិវិធីហ្នឹងអញ្ចឹងតាមរយៈការបង្ខំដាក់ជាកាតព្វកិច្ចបង្ខំដោយដែលមានចែងនៅក្នុងឧបសម្ព័ន្ធទី5របស់ UNCLOS នេះមានន័យថាភាគីនៃវិវាទហ្នឹងទាំងសងខាងគឺគាត់មានកាតព្វកិច្ចហើយចូលរួមទៅក្នុងយន្តការដែលមាននេះដំណាក់កាលទី2គឺពាក់ព័ន្ធជាមួយទៅនឹងការជ្រើសរើសអ្នកផ្សះផ្សាក៏ដូចជាការបង្កើតគណៈកម្មការផ្សះផ្សាអញ្ចឹងនៅក្នុងនេះរដ្ឋជាភាគីហ្នឹងរដ្ឋដែលគាត់ចាប់ផ្ដើមនីតិវិធីហ្នឹងនៅពេលដែលគាត់ចាប់ផ្ដើមគាត់មានសិទ្ធិនៅក្នុងការជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបចេញពីក្នុងបញ្ជីដែលមានស្រាប់ដែលបានតម្កល់ជាមួយនឹងអគ្គលេខាធិការរបស់អង្គការសហជីវជាតិអញ្ចឹងគាត់មានជំរើសទៅរើសអ្នកផ្សះផ្សាចំនួន2រូបរួចមកបន្ទាប់មកទៀតភាគីម្ខាងទៀតហ្នឹងគឺគាត់មានជំរើសដូចគ្នានៅក្នុងការជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបដូចគ្នាអញ្ចឹងយើងបានអ្នកផ្សះផ្សាចំនួន4រូបអ្នកផ្សះផ្សា4រូបនេះគាត់ចូលរួមជជែកគ្នាហើយបន្ទាប់ពីគាត់ចូលរួមជជែកគ្នាហើយគាត់ត្រូវរើសអ្នកផ្សះផ្សាទី5ដែលអ្នកផ្សះផ្សាទី5នេះនឹងដើរតួនាទីជាប្រធានគណៈកម្មាធិការផ្សះផ្សាសំទោសគឺគណៈកម្មការផ្សះផ្សាចាអញ្ចឹងគណៈកម្មការផ្សះផ្សានេះបន្ទាប់ពីគាត់បង្កើតរួចហើយយើងឈានចូលមកដល់ដំណាក់កាលទី3គឺដំណើរការនៃការផ្សះផ្សាអញ្ចឹងនៅក្នុងដំណើរការនៃការផ្សះផ្សានេះយើងត្រូវដឹងថាការផ្សះផ្សាតាក់ទងជាមួយទៅនឹងនីតិវិធីនៃការផ្សះផ្សាវាខុសពីនីតិវិធីរបស់តុលាការវាខុសពីនីតិវិធីរបស់ ICJ វាខុសពីនីតិវិធីរបស់ EATLOS ដែលនៅក្នុងនីតិវិធីរបស់ EATLOS គឺគាត់មានវិធានផ្ទៃក្នុងរបស់គាត់ឬក៏ដូចជាគាត់មានជាវិធាននីតិវិធីរួចហើយដែលយើងចូលទៅប្រើប្រាស់យន្តការហ្នឹងយើងអាចអនុវត្តវិធានផ្ទៃក្នុងឬក៏វិធាននីតិវិធីហ្នឹងផ្ទាល់តែម្ដងដោយឡែកសម្រាប់នីតិវិធីនៃការផ្សះផ្សានេះមានន័យថាបញ្ញត្តិរបស់អង្គការគាត់ចែងជាគោលនៅចំណុចមួយចំនួនប៉ុន្តែគាត់ផ្ដល់សិទ្ធិទៅដល់គូភាគីក៏ដូចជាគាត់ផ្ដល់សិទ្ធិទៅដល់គណៈកម្មការផ្សះផ្សាហ្នឹងនៅក្នុងការរៀបចំនីតិវិធីរបស់កិច្ចការហ្នឹងផ្ទាល់តែម្ដងពីព្រោះថាគោលបំណងនៃការដំណើរការនីតិវិធីនៃការផ្សះផ្សានេះគឺធ្វើយ៉ាងណាស្វែងរកនៅដំណោះស្រាយមួយប្រកបដោយមិត្តភាពប្រកបដោយសន្តិវិធីសម្រាប់គូភាគីអញ្ចឹងនៅក្នុងនេះនៅពេលដែលគណៈកម្មការគាត់បង្កើតភ្លាមគាត់នឹងនិយាយជាមួយនឹងគូភាគីគាត់នឹងតាក់ទងទៅកាន់គូភាគីហើយនៅក្នុងការទំនាក់ទំនងរបស់គាត់ហ្នឹងគឺគាត់នឹងឲ្យគូភាគីហ្នឹងផ្ដល់ទស្សនៈមកដល់គាត់តាក់ទងជាមួយទៅនឹងដំណើរការនៃនីតិវិធីហ្នឹងដែលគាត់អាចពិភាក្សាទៅលើបញ្ហាមួយចំនួនឧទាហរណ៍ដូចជាកម្មវត្ថុនៃនីតិវិធីវិសាលភាពនៃនីតិវិធីហ្នឹងថាមានទំហំកម្រិតណាភាសាដែលសម្រាប់ដំណើរការនៃនីតិវិធីរយៈពេលនៃនីតិវិធីជាដើមអញ្ចឹងចំណុចទាំងអស់នេះគឺជាចំណុចដែលគាត់នឹងចាប់ផ្ដើមពិភាក្សាទាក់ទងជាមួយទៅនឹងបញ្ហានៃនីតិវិធីហើយសូមជម្រាបជូនផងដែរថាដោយសារតែនីតិវិធីនេះគោលបំណងរបស់យើងគឺធ្វើយ៉ាងណាស្វែងរកដំណោះស្រាយប្រកបដោយមិត្តភាពសម្រាប់គូភាគីហេតុនេះវាអាចមានចំណុចមួយចំនួនដែលយើងត្រូវតែរក្សាការសម្ងាត់អញ្ចឹងចំណុចរក្សាការសម្ងាត់នេះក៏ជាចំណុចដែលគូភាគីក៏ដូចជាគណៈកម្មការផ្សះផ្សាហ្នឹងគាត់ត្រូវតែពិភាក្សាគ្នាផងដែរហើយបន្ទាប់មកទៀតនៅពេលដែលមានការឯកភាពគ្នាតាក់ទងជាមួយទៅនឹងបញ្ហានីតិវិធីរួចហើយវាអាចមានដែរនៅក្នុងករណីខ្លះអញ្ចឹងដែលមានការគេហៅថាការ challenge ជាភាសាអង់គ្លេសយើងនិយាយជាភាសាខ្មែរមានថាការតវ៉ាពាក់ព័ន្ធជាមួយទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការផ្សះផ្សាអញ្ចឹងការតវ៉ានេះយើងអាចនិយាយបានថាយើងឃើញមានរួចមកហើយតាក់ទងជាមួយទៅនឹងសំណុំរឿងទីម៉ូខាងកើតជាមួយនឹងអូស្ត្រាលីគឺមានការតវ៉ាពាក់ព័ន្ធជាមួយទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការផ្សះផ្សាហ្នឹងអញ្ចឹងនៅពេលដែលមានការតវ៉ាប្រសិនបើមានទេណា
ប្រសិនបើមានការតវ៉ាអញ្ចឹងគណៈកម្មការផ្សះផ្សាហ្នឹងគឺគាត់នឹងធ្វើសេចក្តីសម្រេចមួយទាក់ទងជាមួយទៅនឹងការតវ៉ាទៅលើបញ្ហាសមត្ថកិច្ចនេះសិនបន្ទាប់មកទៀតគាត់នឹងរៀបចំជាជំនួបអាចជាទ្វេភាគីហ្នឹងមានន័យថារវាងគណៈកម្មការផ្សះផ្សាជាមួយទៅនឹងភាគីនីមួយដាច់ដោយឡែកពីគ្នាគាត់អាចរៀបចំជាជំនួបត្រីភាគីមានន័យថាទាំងគណៈកម្មការផ្សះផ្សាទាំងភាគីនៃវិវាទហ្នឹងជាមួយគ្នាតែម្ដងអញ្ចឹងអាចមានជំនួបដាច់ដោយឡែកអាចមានជំនួបរួមគ្នារវាងគណៈកម្មការផ្សះផ្សាជាមួយនឹងគូភាគីបន្ទាប់ពីមានជំនួបទាំងផ្លូវការទាំងក្រៅផ្លូវការជាមួយនឹងភាគីរួចហើយចុងក្រោយគាត់ត្រូវចេញនៅរបាយការណ៍មួយដែលនៅក្នុងរបាយការណ៍នោះគាត់ត្រូវតែបញ្ជាក់តាក់ទងជាមួយទៅនឹងអនុសាសន៍ជាក់លាក់ទៅដល់គូភាគីដែលអនុសាសន៍ជាក់លាក់នេះគឺអាចឲ្យគូភាគីឈានទៅដល់ការស្វែងរកនៅដំណោះស្រាយមួយដោយមិត្តភាពហើយដំណាក់កាលចុងក្រោយបំផុតនៃដំណើរការនេះគឺពាក់ព័ន្ធជាមួយទៅនឹងការបញ្ចប់ដំណើរការនៃការផ្សះផ្សាអញ្ចឹងនៅក្នុងនេះយើងសង្កេតឃើញថាការបញ្ចប់ដំណើរការនៃការផ្សះផ្សាគឺអាចលេចឡើងនៅក្នុង3ទម្រង់ទី1វាបញ្ចប់នៅពេលដែលគូភាគីហ្នឹងគាត់ស្វែងរកដំណោះស្រាយមួយដោយសន្តិវិធីបានមានថាគាត់ដោះស្រាយវិវាទរវាងគាត់ហ្នឹងអញ្ចឹងក៏វាឈានទៅដល់ការបញ្ចប់នៃដំណើរការនៃការផ្សះផ្សាហ្នឹងដែរទី2ដំណើរការនៃការផ្សះផ្សានេះផងដែរវានឹងបញ្ចប់នៅក្នុងករណីដែលគូភាគីទាំងពីរហ្នឹងឯកភាពទៅលើខ្លឹមសារនៃរបាយការណ៍ដែលបានចេញហើយបានបញ្ជូនទៅកាន់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិហ្នឹងឬក៏មានភាគីណាមួយនៃវិវាទហ្នឹងគឺគាត់ជំទាស់ឬគាត់ថាបដិសេធមិនទទួលយកដែលការបដិសេធមិនទទួលយកនេះគឺត្រូវតែធ្វើឡើងជាលាយលក្ខណ៍អក្សរបាទហើយដំណាក់កាលសំទោសហើយចំណុចទី3នោះគឺមានន័យថានីតិវិធីនេះនឹងបញ្ចប់ផងដែរបន្ទាប់ពីរយៈពេល3ខែដែលរបាយការណ៍ហ្នឹងត្រូវបានបញ្ជូនទៅកាន់គូភាគីអញ្ចឹងជាទូទៅនៅពេលដែលយើងនិយាយអំពីរបាយការណ៍មានន័យថាគណៈកម្មការផ្សះផ្សាគាត់រៀបចំរបាយការណ៍ហើយគាត់បញ្ជូនរបាយការណ៍ហ្នឹងទៅអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិអគ្គលេខាធិការរបស់អង្គការសហប្រជាជាតិហ្នឹងគាត់បញ្ជូនបន្តទៅដល់គូភាគីអញ្ចឹងបើបញ្ជូនទៅហើយ3ខែអត់មានការឆ្លើយតបអត់មានអីទាំងអស់អញ្ចឹងក៏យើងនិយាយថាដំណើរការនៃនីតិវិធីនេះក៏បានបញ្ចប់ផងដែរតែតងទៅនឹងរយៈពេលនេះខ្ញុំអាចជម្រាបជូនផងដែរថារយៈពេលនេះគឺយើងអាចនិយាយថាលឿនបំផុតអាចខ្ទង់ប្រហែល1ឆ្នាំជាងចាយូរបំផុតអាចប្រហែលខ្ទង់2ឆ្នាំអញ្ចឹង2ឆ្នាំឬក៏អាចលើសពីនឹងផងដែរប្រសិនបើគូភាគីឯកភាពផ្សេងពីនេះពីព្រោះថាដូចខ្ញុំនាងខ្ញុំជំរាបជូនអញ្ចឹងមានន័យថាប្រសិនបើគូភាគីគាត់ឯកភាពគ្នាភ្លាមត្រឹមយល់ព្រមគ្នាជាមួយទៅនឹងដំណោះស្រាយអញ្ចឹងលឿនជាង1ឆ្នាំក៏វាអាចដែរប៉ុន្តែសម្រាប់តែគូភាគីនៅក្នុងដំណើរការហ្នឹងមានការតវ៉ាពាក់ព័ន្ធជាមួយទៅនឹងសមត្ថកិច្ចក៏ដូចជាមានបញ្ហានីតិវិធីមួយចំនួនបានកើតឡើងអញ្ចឹងការដោះស្រាយហ្នឹងក៏វាអាចពន្យាពេលបន្តិចបន្តួចទៅតាមនឹងជាក់ស្ដែងដែរប៉ុន្តែយើងអាច estimate មើលមានថាយើងអាចប៉ាន់ស្មានមើលជាទូទៅគឺនៅក្នុងកំឡុងពេលពី1ឆ្នាំទៅ2ឆ្នាំនេះឯងចាសូមអរគុណបាទសូមអរគុណលោកជំទាវដែលបានបង្ហាញជូនស្ដាប់ទៅគឺបង្ហាញថាយន្តការនៃការផ្សះផ្សាដោយការចាប់បង្ខំនេះគឺពិតជាបង្ហាញពីភាពការដោះស្រាយដោយសន្តិវិធីទៅលើបញ្ហាចំនួននៅក្នុងព្រំដែនសមុទ្រហើយអ្វីដែលខ្ញុំចាប់អារម្មណ៍គឺដៃគូភាគីគឺគ្មានសិទ្ធិបដិសេធទេត្រូវតែបាទចូលរួមក្នុងការដោះស្រាយតពីអ្វីដែលលោកជំទាវបានរំលែកជូនគឺមានការកែថាជ្រើសតាំងនៅគណៈកម្មការរហូតដល់ទៅ5រូបបាទ5រូបនៅក្នុងនេះអញ្ចឹងខ្ញុំក៏ចាប់អារម្មណ៍ពាក់ព័ន្ធគណៈកម្មការចង់គោរពជំរាបសួរអាណាមឌិតបាទសៀម៉ៅបន្តិចថាតើការជ្រើសរើសគណៈកម្មការផ្សះផ្សាហ្នឹងគឺត្រូវធ្វើឡើងដល់របៀបណាដែររហូតដល់ទៅ5រូបនេះបាទសូមអរគុណណាស់ចំពោះសំណួរទី3ដែលមានសារៈសំខាន់ពីរបៀបនៃការជ្រើសរើសគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំនេះបាទនៅក្នុងឧបសម្ព័ន្ធទី5នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្របានចែងច្បាស់អំពីរបៀបនៃការជ្រើសរើសសមាជិកគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំនេះគណៈកម្មការដែលមានដូចជាខ្ញុំបានក៏ដូចជាលោកទាវដានីចន្ទរស្មីជុករតបានលើកឡើងមិញនេះគឺមានចំនួនសរុប5រូបបាទ2រូបគឺរដ្ឋដែលជាអ្នកចាប់ផ្ដើមនីតិវិធីនៃការផ្សះផ្សាដោយបង្ខំហ្នឹងតែត្រូវចាត់តាំង2រូបហើយភាគីម្ខាងទៀតរដ្ឋភាគីម្ខាងទៀតត្រូវចាត់តាំង2រូបទៀតហើយអ្នកទាំង4រូបនេះត្រូវបោះឆ្នោតជ្រើសរើសអ្នកជំនាញទី5ដើម្បីធ្វើជាប្រធានគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំ
ហើយតើការជ្រើសរើសចេញពីបញ្ជីណាគឺដូចខ្ញុំបានលើកឡើងក៏ដូចជាលំទាវជុករដ្ឋបានលើកឡើងមិនអញ្ចឹងគឺយើងត្រូវជ្រើសរើសចេញពីបញ្ជីឈ្មោះអ្នកផ្សះផ្សាដែលរដ្ឋភាគីនៃអនុសញ្ញានីតិសមុទ្រនេះបានរៀបចំទុកហើយផ្ញើទៅរក្សាទុកនៅអគ្គលេខាធិការអង្គការសហប្រជាជាតិអ្នកផ្សះផ្សាទាំងអស់នេះសុទ្ធតែតលតែមាន qualification តលតែមានគុណវុឌ្ឍបាទខ្ពស់ណាស់បាទអាចត្រូវបានជ្រើសរើសហើយដាក់ចូលទៅក្នុងបញ្ជីរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបាទគឺទី1តលតែអ្នកជំនាញការនីតិសមុទ្រនេះមានកេរ្តិ៍ឈ្មោះល្អខាងវិស័យយុត្តិធម៌ទី2មានសមត្ថភាពនិងទី3មានសុចរិតភាពបាទបានន័យថាអត់មានកេរ្តិ៍ឈ្មោះពុករលួយឬក៏ណែកេរ្តិ៍ឈ្មោះអីមួយដែលលំអៀងទៅភាគីណាមួយទេក្នុងការសម្រេចសេចក្តីភាគីអ្នកចាប់ផ្ដើមចំនួន2រូបនិងភាគីម្ខាងទៀតមានចំនួន2រូបបាទក្នុងករណីដែលភាគីម្ខាងមិនអាចរើសអ្នកផ្សះផ្សាដោយខ្លួនឯងក្នុងរយៈពេល21ថ្ងៃបន្ទាប់ពីទទួលបានសេចក្តីជូនដំណឹងដែលបានលើកឡើងដោយលោកមន្ត្រីបានលើកឡើងអញ្ចឹងទៅកាន់ភាគីអ្នកចាប់ផ្ដើមនោះភាគីអ្នកចាប់ផ្ដើមនីតិវិធីនឹងអាចធ្វើការស្នើសុំទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងរយៈពេល7ថ្ងៃបន្ទាប់ពីផុតរយៈពេល21ថ្ងៃនោះដើម្បីជ្រើសរើសអ្នកផ្សះផ្សា2រូបទៀតបាទដោយសារភាគីម្ខាងទៀតគាត់មិនព្រមជ្រើសរើសអ្នកផ្សះផ្សា2រូបដូច្នេះអគ្គលេខាធិការអង្គការសហប្រជាជាតិមានរយៈពេល30ថ្ងៃបាទដើម្បីជ្រើសរើសអ្នកផ្សះផ្សា2រូបនេះជូនទៅភាគីម្ខាងទៀតបាទបន្ទាប់មកអ្នកផ្សះផ្សាទាំង4រូបនេះត្រូវជ្រើសរើសអ្នកផ្សះផ្សាទី5ដែលនឹងក្លាយជាប្រធាននៃគណៈកម្មការផ្សះផ្សាក្នុងរយៈពេល30ថ្ងៃក្នុងករណីអ្នកផ្សះផ្សាទាំង4ហ្នឹងมันអាចចាត់តាំងអ្នកផ្សះផ្សាទី5បានទេនោះក្នុងរយៈពេល7ថ្ងៃភាគីណាមួយនៃវិវាទអាចស្នើសុំទៅអគ្គលេខាធិការដើម្បីធ្វើការតែងតាំងតែម្ដងបាទដើម្បីធ្វើការតែងតាំងតែម្ដងនេះហើយជារបៀបនៃការជ្រើសរើសសមាជិកភាពទាំង5រូបនៃគណៈកម្មការផ្សះផ្សាដែលចាប់បង្ខំបាទតាមឧបសម្ព័ន្ធទី5នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រដែលប្រជាណាចក្រកម្ពុជាយើងបានចូលជារដ្ឋភាគីប្រលសច្ចាបានរួចហើយបាទសូមអរគុណអាដាមបាទឃើញថាมันមានការរាំងស្ទះទេគឺមាននីតិវិធីក្នុងការរើសគណៈកម្មការផ្សះផ្សានេះទាំងរដ្ឋភាគីដូចផ្ដើម2រូបទាំងរដ្ឋភាគីផ្សេងទៀត2រូបហើយបើសិនជាមិនអាចរើសបានក៏បានមានអន្តរាគមន៍ពីអគ្គលេខាធិការអង្គការសហប្រជាជាតិបាទដើម្បីរើសរហូតទៅដល់បានប្រធានគណៈកម្មការផ្សះផ្សាតែម្ដងបាទអរគុណនៅក្នុងសំណួរនេះក៏យើងចាប់អារម្មណ៍ដែរអំពីទូនាទីរបស់គណៈកម្មការផ្សះផ្សាដោយសារតែគណៈកម្មការផ្សះផ្សានេះហើយគឺជាតួអង្គសំខាន់នៅក្នុងការដំណើរការនៃយន្តការនេះអញ្ចឹងចង់គោរពជំរាបសួរទៅកាន់លោកជំទាវបាទជួបរដ្ឋវិញម្ដងថាតើគណៈកម្មការផ្សះផ្សានេះគឺមានទូនាទីអ្វីខ្លះនៅក្នុងដំណើរការនៃនីតិវិធីយន្តការនេះបាទចាអរគុណតកតងជាមួយទៅនឹងទូនាទីរបស់គណៈកម្មការផ្សះផ្សានេះគឺយើងអាចពិនិត្យឃើញថាជាទូទៅគឺមាន6ចំណុចសំខាន់ទី1គឺគាត់ត្រូវតែពិភាក្សាជាមួយនឹងគូភាគីដើម្បីកំណត់នៅបញ្ហានីតិវិធីក៏ដូចជាដំណើរការនៃការផ្សះផ្សាហ្នឹងទី2គឺគាត់ត្រូវតែស្ដាប់និងពិនិត្យការអាងរបស់គូភាគីឬក៏ការបដិសេធនានារបស់ភាគីនឹងឯងអញ្ចឹងតកតងជាមួយទៅនឹងនេះចំណុចនេះនាងខ្ញុំសូមបញ្ជាក់ជូនថានៅក្នុងតួនាទីជាគណៈកម្មការផ្សះផ្សាគាត់គេហៅថាគាត់មានតួនាទីមួយសំខាន់ហ្នឹងគឺត្រូវតែស្ដាប់ឲ្យបានច្រើនស្ដាប់គូភាគីលើកឡើងអំពីបញ្ហាដែលកើតឡើងហ្នឹងស្ដាប់ដោយយកចិត្តទុកដាក់ហើយពិនិត្យឲ្យបានជាក់លាក់តកតងជាមួយទៅនឹងការអះអាងរបស់គូភាគីហ្នឹងពីព្រោះថាគូភាគីគាត់អាចលើកឡើងនៅការអះអាងរបស់គាត់ហ្នឹងក្នុងទម្រង់ផ្សេងគ្នាមានន័យថាគាត់អាចលើកឡើងនៅក្នុងទម្រង់ជាលាយលក្ខណ៍អក្សរគាត់អាចលើកឡើងនៅក្នុងទម្រង់ជាការផ្ទាល់មាត់ក៏មានដែរអញ្ចឹងគាត់ត្រូវតែស្ដាប់ហើយពិនិត្យតកតងជាមួយទៅនឹងការអះអាងហ្នឹងឲ្យបានជាក់លាក់ទី3គាត់ត្រូវសម្រេចលើបញ្ហានីតិវិធីបើមានបាទអញ្ចឹងបើសិនជាមានបញ្ហានីតិវិធីកើតឡើងដែលជំរាបជូនមុននឹងបន្តិចហ្នឹងបើសិនជាមានការតវ៉ាទៅលើបញ្ហាសមត្ថកិច្ចគាត់ត្រូវតែឆ្លើយតបហើយសម្រេចទៅលើបញ្ហាសមត្ថកិច្ចហ្នឹងទី4គឺគាត់ត្រូវតែទាញចំណាប់អារម្មណ៍របស់គូភាគីហ្នឹងចំពោះវិធានការណាមួយដែលអាចសម្រួលឲ្យមានដំណោះស្រាយដោយមិត្តភាពអញ្ចឹងតកតងទៅនឹងចំណុចនេះនាងខ្ញុំសូមលើកជាឧទាហរណ៍ជាក់ស្ដែងផងដែរឧទាហរណ៍ថានៅក្នុងសំណុំរឿងទីមកខាងកើតជាមួយទៅនឹងអូស្ត្រាលីហ្នឹងគឺប្រធានគណៈកម្មការ
ផ្សះផ្សាហ្នឹងក៏ដូចជាគណៈកម្មការផ្សះផ្សាហ្នឹងគឺគាត់បានលើកឡើងអំពីចំណុចមួយចំនួនដើម្បីកសាងទំនុកចិត្តរវាងគូភាគីអញ្ចឹងគាត់អាចនៅក្នុងហ្នឹងគឺគាត់បានចាត់ជាវិធានការហ្នឹងថាឲ្យគូភាគីហ្នឹងគឺគាត់ត្រូវតែផ្អាកដំណើរការនីតិវិធីផ្សេងៗទៀតដែលមាននៅពីមុខតុលាការយុត្តិធម៌អន្តរជាតិនៅពីមុខតុលាការមជ្ឈត្តការអញ្ចឹងនៅក្នុងនេះវាអាចជាវិធានការមួយដើម្បីធ្វើយ៉ាងណាឲ្យគូភាគីហ្នឹងគាត់មានទំនុកចិត្តចំពោះគ្នាហើយចូលរួមនៅក្នុងនីតិវិធីហ្នឹងអញ្ចឹងអានេះវាជាឧទាហរណ៍ដែលមានជាក់ស្ដែងនៅក្នុងដំណើរការនីតិវិធីនៅក្នុងសំណុំរឿងទីមកខាងកើតហ្នឹងអញ្ចឹងនៅក្នុងនេះផងដែរហ្នឹងគឺគាត់អាចលើកវិធានការបែបនេះឬក៏មានវិធានការបន្ថែមផ្សេងទៀតដែលគាត់យល់ថាសមស្របធ្វើបែបនេះទៅគូភាគីគាត់មានការកសាងទំនុកចិត្តជាមួយគ្នាហើយនឹងចូលតុចរចាជាមួយគ្នាហ្នឹងប្រកបដោយមិត្តភាពឡើងវិញចំណុចមួយទៀតហ្នឹងគឺគាត់ត្រូវតែលើកសំណើទៅដល់គូភាគីតាក់ទងជាមួយទៅនឹងដំណោះស្រាយចំពោះបញ្ហាហ្នឹងអញ្ចឹងការលើកសំណើរបស់គាត់នេះយើងអាចនិយាយបានថាគាត់លើកសំណើហ្នឹងដោយយោងទៅលើមូលដ្ឋានច្បាប់ក៏ដូចជាតាក់ទងជាមួយទៅនឹងស្ថានភាពជាក់ស្ដែងដែលគូភាគីគាត់បានលើកឡើងហ្នឹងហើយគាត់ផ្ដល់សំណើហ្នឹងពាក់ព័ន្ធជាមួយទៅនឹងចំណុចហ្នឹងបាទហើយជាចុងក្រោយតែម្ដងតាក់ទងជាមួយនឹងទូនីតិរបស់គាត់ហ្នឹងគឺគាត់ត្រូវតែរៀបចំជារបាយការណ៍ដែលការរៀបចំជារបាយការណ៍របស់គាត់នេះដូចខ្ញុំជំរាបជូនមុនហ្នឹងមានន័យថាបរិសិនបើគូភាគីគាត់មានការឯកភាពគ្នាទៅលើចំណុចណាមួយគាត់ត្រូវតែដាក់នៅក្នុងរបាយការណ៍ហ្នឹងឲ្យបានជាក់លាក់តាក់ទងជាមួយនឹងចំណុចដែលឯកភាពប្រសិនបើគូភាគីគាត់អត់មានការឯកភាពគ្នាទៅលើចំណុចណាមួយគាត់ដាក់តាក់ទងជាមួយចំណុចដែលមិនឯកភាពគ្នាហ្នឹងហើយគាត់ត្រូវតែលើកឡើងនៅអនុសាសន៍ទៅដល់គូភាគីផងដែរបន្ទាប់ពីរៀបចំរបាយការណ៍នេះហើយគាត់ត្រូវបញ្ជូនរបាយការណ៍នេះទៅកាន់អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិហើយដើម្បីគាត់នឹងបញ្ជូនបន្តទៅកាន់គូភាគីចា៎សូមអរគុណអរគុណលោកជំទាវចំពោះការជំរាបជូនអំពីទូនាទីរបស់គណៈកម្មការផ្សះផ្សានៅក្នុងយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation នេះគួរឲ្យចាប់អារម្មណ៍មែនទែនសម្រាប់ទូនាទីរបស់ពួកគាត់នៅក្នុងការដោះស្រាយក៏ដូចជាការចរចារវាងដៃគូភាគីក្នុងការដោះស្រាយបញ្ហាព្រំដែនសមុទ្រនេះសូមអរគុណអាដាមបណ្ឌិតចំពោះការជំរាបជូនយើងបានជជែកច្រើនពាក់ព័ន្ធទៅនឹងប្រធានបទរបស់យើងយន្តការនៃការផ្សះផ្សាដោយការចាប់បង្ខំហើយយើងក៏បានសិក្សាស្វែងយល់ច្រើនផងដែរហើយការពេលថ្មីនេះយើងបានដឹងហើយថារាជរដ្ឋាភិបាលកម្ពុជារបស់យើងបានប្រកាសនៃការប្រកាន់គោលជំហរដោះស្រាយដោយប្រើប្រាស់យន្តការនៃការផ្សះផ្សាដោយការចាប់បង្ខំនេះអញ្ចឹងចង់ជំរាបសួរទៅកាន់លោកជំទាវជុករតថាតើហេតុអ្វីបានជាកម្ពុជាមិនប្រើប្រាស់យន្តការផ្សេងបាទនៅដែលមានក្រោម UNCLOS ជាមួយភាគីថៃហើយយន្តការផ្សេងអាចតែមានយន្តការអីខ្លះដែរបាទចាសូមអរគុណចំពោះសំណួរខ្ញុំត្រឡប់ទៅសំណួរទី2មុនសិនតើជាមួយថាតើយើងមានយន្តការអីផ្សេងអត់ក៏ប៉ិតបើសិនជាយើងពិនិត្យទៅលើ UNCLOS តែម្ដងហ្នឹងគឺគាត់មានយន្តការច្រើនដែលផ្ដល់ដល់រដ្ឋដែលជាភាគីហ្នឹងមិនថាយន្តការទៅតុលាការយុត្តិធម៌អន្តរជាតិទៅយន្តការទៅ EATLOS យន្តការទៅតុលាការមជ្ឈត្តការនៅក្រៅឧបសម្ព័ន្ធ7ឬក៏8ទេអញ្ចឹងយើងមានយន្តការ4ផ្សេងទៀតបូករួមជាមួយទៅនឹងយន្តការដែលមាននៅក្រៅឧបសម្ព័ន្ធទី5នេះតែម្ដងហ្នឹងគឺមានន័យថាជំរឿសរបស់កម្ពុជាដែលប្រសើរបំផុតនៅក្នុងកលៈទេសៈនេះតែម្ដងហ្នឹងគឺយើងប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំដែលយន្តការផ្សះផ្សាដោយបង្ខំនេះដូចខ្ញុំជំរាបជូនពីដើមអញ្ចឹងគឺមានថាមិនចាំបាច់ឲ្យភាគីម្ខាងទៀតហ្នឹងគាត់ឯកភាពប្រើប្រាស់យន្តការនេះទេគឺដោយហេតុថាគាត់ជាភាគីនៃ UNCLOS ដែលហេតុថាភាគីកម្ពុជាក៏ជាភាគីនៃ UNCLOS ផងដែរគឺយើងប្រើប្រាស់យន្តការនេះបានតែម្ដងហើយចំណុចមួយទៀតដែលយើងសង្កេតឃើញថាវាជាចំណុចមួយដែលយើងបានសិក្សាពីមុនមកហើយយើងថាវាជាចំណុចវិជ្ជមានដែលនាំឲ្យមានការសម្រេចប្រើប្រាស់យន្តការនេះផងដែរហ្នឹងគឺពាក់ព័ន្ធជាមួយទៅនឹងលទ្ធផលដែលទទួលបានកាលពីសំណុំរឿងមុនមានថានៅក្នុងសំណុំរឿងទីមកខាងកើតជាមួយនឹងអូស្ត្រាលីនឹងផ្ទាល់តែម្ដងដែលគេប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំនេះហើយវាជាសំណុំរឿងតែមួយគត់ដែលមាននៅក្នុងប្រវត្តិសាស្ត្រនៃការប្រើប្រាស់ UNCLOS ផ្ទាល់តែម្ដងហ្នឹងគឺគេទទួលបានជោគជ័យអាចដោះស្រាយបញ្ហាវិវាទដែលសម្រាប់អូស្ត្រាលីតាក់ទងជាមួយទៅនឹងទីម៉ូស៊ីនឹងផ្ទាល់តែម្ដងសមុទ្រទីម៉ូហ្នឹងតែម្ដងហ្នឹងគឺរយៈពេលសំណុំរឿងហ្នឹងគឺ50ឆ្នាំបើសិនជាជាមួយនឹងទីម៉ូខាងកើតចំហទីម៉ូខាងកើតវិញទីម៉ូខាងកើតទទួលបានឯករាជ្យនៅក្នុងដើមឆ្នាំ2000ដូចជា2002បើសិនមកខ្ញុំចាំអត់ខុសចាអញ្ចឹងគាត់ដោះស្រាយបញ្ហាវិវាទដែលគាត់មានទៅលើទស្សនវិជ្ជាសមុទ្រហ្នឹងជាង20ឆ្នាំអញ្ចឹងមានថាសម្រាប់អូស្ត្រាលី
បញ្ហាសមុទ្រដែលមានជាង50ឆ្នាំត្រូវបានដោះស្រាយនៅក្នុងរយៈពេលជាង2ឆ្នាំសម្រាប់ទីម័រខាងកើតបញ្ហាសមុទ្រដែលមានជាង20ឆ្នាំហ្នឹងត្រូវបានដោះស្រាយនៅក្នុងរយៈពេលជាង2ឆ្នាំហ្នឹងដូចគ្នាអញ្ចឹងវាជាវិធានការមួយឬក៏ជាយន្តការមួយដែលគេហៅថាផ្ដល់នៅលទ្ធផលឈ្នះឈ្នះទៅដល់គូភាគីហើយកម្ពុជាក៏ចង់បានលទ្ធផលឈ្នះឈ្នះបែបនេះផងដែរចា៎អរគុណបាទសូមអរគុណលោកជំទាវដែលបានបញ្ជាក់ជូននៅការលើកនៅគេហៅថាការសិក្សាដែលធ្លាប់មានពីមុនសម្រាប់ការដោះស្រាយនៅយន្តការនៃការផ្សព្វផ្សាយនៃការចាប់បខំនេះហើយអ្វីដែលយើងចាប់អារម្មណ៍នេះគឺមានលទ្ធផលបាទឈ្នះឈ្នះដូចគ្នាសម្រាប់រដ្ឋជាភាគីដែលចូលរួមដោះស្រាយអញ្ចឹងទាញមកចំណុចដែលខ្ញុំបាទចង់ដឹងជាបន្តពាក់ព័ន្ធទៅនឹងផលប្រយោជន៍ដែលរដ្ឋភាគីទទួលបានចេញពីការប្រើប្រាស់យន្តការនេះខ្ញុំបាទសូមគោរពជំរាបសួរអាយឧត្តមបណ្ឌិតសៀមម៉ៅអាចជំរាបជូនបានទេថាតើផលប្រយោជន៍ដែលទទួលបានចេញពីការប្រើប្រាស់យន្តការនេះតើរដ្ឋភាគីអាចបានអ្វីខ្លះដែរបាទសូមអរគុណណាស់ចំពោះសំណួរពាក់ព័ន្ធទៅនឹងផលប្រយោជន៍ដែលគូភាគីនៃអនុសញ្ញានីតិសមុទ្រនេះប្រើប្រាស់បាទផលប្រយោជន៍ដែលរដ្ឋភាគីទទួលបានពីយន្តការផ្សះផ្សាដោយចាប់បង្ខំនោះគឺមានដូចតទៅបាទទី1មិនអនុញ្ញាតឲ្យរដ្ឋណាមួយពន្យាពេលឬកិច្ចវេះពីការចរចាជាមួយនឹងភាគីផ្សេងទៀតទេដើម្បីស្វែងរកដំណោះស្រាយរួមជាមួយគ្នាបាទទី1ទី2រដ្ឋភាគីទទួលបាននៅអនុសាសន៍ជាក់លាក់ពីសំណាក់អ្នកជំនាញការដែលខ្ញុំលើកឡើងអញ្ចឹងដែលមានគេឈ្មោះល្បីល្បាញដែលមានគេឈ្មោះណែស្អាតស្អំដែលមានសមត្ថភាពបាទនិងមានសុចរិតភាពនៅក្នុងការនឹងមានបទពិសោធន៍បាទជាច្រើនឆ្នាំលើការដោះស្រាយបញ្ហាវិវាទសមុទ្រនេះទី3គឺគាត់មានភាពលះមែនទែនដោយលោកជំទាវជុករដ្ឋបានមានប្រសាសន៍មិញគឺថាជាង2ឆ្នាំតែប៉ុណ្ណោះបាទគឺអាចបញ្ចប់ហើយអាចស្វែងរកដំណោះស្រាយ win ទាំងអស់គ្នាឈ្នះឈ្នះទាំងអស់គ្នាដោយគោលនយោបាយឈ្នះឈ្នះនយោបាយឈ្នះឈ្នះរបស់សម្ដេចដេជោសម្ដេចពុកអញ្ចឹងគឺថាផ្ដល់នៅផលប្រយោជន៍ប៉ុនមហាសាលដល់ប្រជាណាចក្រកម្ពុជាដោយមិនចាំបាច់លះបង់នៅអាយុជីវិតសំបីតែម្នាក់អញ្ចឹងយន្តការគណៈកម្មការផ្សះផ្សាដោយចាប់បង្ខំក៏ដូចគ្នាដែរគឺផ្ដល់នៅដំណោះស្រាយមួយគឺថា win គឺថាឈ្នះឈ្នះទាំងអស់គ្នាអត់មានអ្នកចាញ់ទេពីព្រោះគូភាគីអាចគ្រប់គ្រងបាននៅនីតិវិធីនៅយន្តការទាំងមូលតែម្ដងបាទទាំងប្រព័ន្ធនីតិវិធីទាំងប្រព័ន្ធច្បាប់ដែលត្រូវយកមកដោះស្រាយគឺគូភាគីអាចបត់បែនបានអាចចរចាគ្នាបានអាចសួរយោបល់ពីគណៈកម្មការផ្សះផ្សានឹងបានដោយសេរីបាទដោយសេរីគឺថាពិភាក្សាគ្នាដោយស្មោះត្រង់ទៅវិញទៅមកហើយនឹងអាចមានលក្ខការសម្ងាត់បានទៀតបើសិនជារដ្ឋភាគីណាមួយយល់ឃើញថាគួររក្សាការសម្ងាត់របស់ខ្លួនបាទទី5គឺរក្សាបានភាពសម្ងាត់ខ្ញុំបាននិយាយហើយបាទជាជំហានមួយទៀតដែលអាចបើកទូលាយក្នុងការយកបញ្ហាផ្សេងទៀតដូចជាបញ្ហានយោបាយមកដាក់លើតុចរចាជាមួយនឹងគណៈកម្មការផ្សះផ្សាតែម្ដងក្រៅពីទស្សនវិជ្ជាច្បាប់ក្រៅពីអង្គហេតុក៏ដូចជាទស្សនវិជ្ជាបច្ចេកទេសដទៃទៀតបាទអញ្ចឹងជាយន្តការមួយដែលមានភាពបត់បែនសម្បូរបែបហើយអាចជាគោលនយោបាយមួយដែលជាស្ថានភាពមួយឈ្នះឈ្នះទាំងអស់គ្នាហើយរបាយការណ៍ដែលចេញដោយគណៈកម្មការផ្សះផ្សានឹងទៀតសោតជារបាយការណ៍មួយដែលមានអនុសាសន៍ជាក់លាក់ហើយជាការត្រួសត្រាយផ្លូវមួយសម្រាប់គូភាគីដែលអនុញ្ញាតឲ្យរដ្ឋភាគីនឹងវិវាទនឹងមើលឃើញអំពីចំណុចខ្វះខាតឬចំណុចខ្លាំងឬចំណុចខ្សោយរបស់ខ្លួនទៅលើទស្សនវិជ្ជាច្បាប់ដែលតាមរយៈចំណុចខ្លាំងចំណុចខ្សោយនេះគឺអាចឈានទៅដល់ការដោះស្រាយបញ្ហារបស់ខ្លួននៅពេលអនាគតបាទសម្លឹងទៅលើចក្ខុវិស័យទៅលើការដោះស្រាយវិវាទនាពេលអនាគតទៀតអញ្ចឹងជាយន្តការមួយដែលខ្ញុំយល់ឃើញថាដូចជាលោកមន្ត្រីជួររដ្ឋមានប្រសាសន៍អញ្ចឹងគឺថាជាដំណោះស្រាយមួយគឺប្រកបដោយឈ្នះឈ្នះទាំងអស់គ្នានិងប្រកបដោយមិត្តភាពបាទរាប់អានគ្នាបន្តទៅមុខទៀតមិនចាំបាច់ពាក់មុខយ៉ាក់ដាក់គ្នាទេពីព្រោះថាចំពោះប្រទេសជិតខាងយើងមិនអាចលើករបងបាទលើកប្រទេសនឹងទៅណាផ្សេងក្រៅពីត្រូវតែចាប់បង្ខំត្រូវតែនៅជាមួយគ្នាបាទត្រូវតែមួយគ្នានៅពេលដែលប្រទេសជិតខាងទាំងព្រំដែនគោកទាំងព្រំដែនសមុទ្រដែលយើងហៅព្រំដែនទឹកហ្នឹងបាទអត់អាចលើកទៅណាបានទេសមុទ្រនៅតែសមុទ្រអញ្ចឹងវាជាអចលនវត្ថុมันអាចទៅលើកប្រទេសមួយទៅដាក់ប្រទេសមួយខ្ញុំទៅសុំទៅនៅចិត្តប្រទេសនេះវិញអត់បានទេអានេះជាស្ថានភាពមួយដែលជាកត្តាសត្យានុម័តដែលប្រទេសទាំងពីរឬប្រទេសណាក៏ដោយដែលមានភូមិផងរបងជាមួយគ្នាត្រូវតែអង្គុយ
ចរចាគ្នាអង្គុយដោះស្រាយបញ្ហាជាមួយគ្នាប្រកបដោយសន្តិវិធីមិនមែនយកចំបាំងរាំងជលយកប្រើប្រាស់កម្លាំងដើម្បីធ្វើជា fait accompli ដើម្បីទាមទារនៅបូរណភាពដែនដីឬអធិបតេយ្យរបស់ខ្លួនបានទេបាទគឺជាទូទៅតាមគោលការណ៍ច្បាប់គ្មានប្រទេសណាមួយឬក៏គ្មានច្បាប់អន្តរជាតិណាមួយដែលអនុញ្ញាតឲ្យប្រទេសណាមួយប្រើប្រាស់កម្លាំងដើម្បីបាទកាន់កាប់យកទឹកដីកាន់កាប់ឬក៏កាត់យកទឹកដីប្រទេសណាមួយបានជាដាច់ខាតបាទទាំងព្រំដែនគោកទាំងព្រំដែនសមុទ្របាទនេះគឺជាគោលការណ៍គ្រឹះនៅក្នុងដែលមានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិក៏ដោយក៏នៅក្នុងគោលការណ៍ទូទៅនៃនីតិអន្តរជាតិក៏ដោយបាទគឺมันអាចប្រើប្រាស់កម្លាំងដើម្បីកាន់កាប់យកទឹកដីឬកាត់យកទឹកដីប្រទេសណាមួយបានជាដាច់ខាតបាទអរគុណលោកអាយដាមបណ្ឌិតដែលបានជំរាបជូននៅផលប្រយោជន៍ដែលកើតចេញពីការប្រើប្រាស់នៅយន្តការនៃការផ្សះផ្សាដោយចាប់បង្ខំនេះទាំងទទួលបាននៅដំណោះស្រាយឈ្នះឈ្នះសម្រាប់រដ្ឋភាគីវិវាទរួមជាមួយនឹងការកែថាមិនអនុញ្ញាតឲ្យកិច្ចវេទនាទេកុំឲ្យមានការអូសបន្លាយពេលវេលាធ្វើឲ្យដោះស្រាយយូរហើយជាពិសេសគឺយន្តការនេះគឺមិនប្រើពេលយូរទេដោយដែលលោកជំទាវជួររដ្ឋបានជំរាបជូនអាចថាក្នុងកំឡុងរយៈពេល2ឆ្នាំបាទជាងអីជាដើមផ្សះផ្សាដោយការចាប់បង្ខំនេះបានជោគជ័យដែរដោយសម្រេចបានលទ្ធផលឈ្នះឈ្នះហើយកាត់បន្ថយពេលវេលាចំនួនតាំងពី50ឆ្នាំរហូតដល់តែជាង2ឆ្នាំទេអញ្ចឹងចង់ឲ្យលោកជំទាវអាចជំរាបជូនអំពីគេហៅថាបទពិសោធន៍នៃបណ្ដាប្រទេសផ្សេងៗប្រើប្រាស់នៅយន្តការនេះយ៉ាងណាខ្លះបាទសូមជើញបាទចាអរគុណចំពោះសំណួរពាក់ព័ន្ធជាមួយទៅនឹងការប្រើប្រាស់យន្តការនេះផ្ទាល់តែម្ដងបើសិនជាយើងនិយាយអំពីយន្តការផ្សះផ្សាដោយបង្ខំដែលមាននៅក្រោម UNCLOS ហ្នឹងគឺចាប់តាំងពីពេលដែល UNCLOS ចូលជាធរមានមានន័យថាមានតែមួយករណីគត់ចាគឺករណីរវាងទីម៉ូខាងកើតនិងអូស្ត្រាលីផ្ទាល់នេះតែម្ដងចាប៉ុន្តែបើសិនជាយើងនិយាយអំពីយន្តការនៃការផ្សះផ្សាជាទូទៅវិញនៅក្រោមឆាត់ឬក៏ក្រោមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិគឺមានច្រើនតែបើក្រោម UNCLOS គឺមានតែមួយករណីទេចាអញ្ចឹងនៅក្នុងករណីវិវាទរវាងប្រទេសទីម៉ូខាងកើតជាមួយទៅនឹងអូស្ត្រាលីនេះគឺយើងឃើញថាគឺគាត់មានការគេហៅថាមានការយល់ខុសគ្នាពាក់ព័ន្ធជាមួយទៅនឹងការកំណត់ព្រំដែនសមុទ្រនេះផ្ទាល់តែម្ដងហើយដោយសារតែប្រទេសអូស្ត្រាលីគឺគាត់មានសេចក្តីប្រកាសដែលនៅក្នុងសេចក្តីប្រកាសរបស់គាត់ហ្នឹងគឺគាត់មានន័យថាគាត់មិនទទួលស្គាល់នៅយន្តការចាប់បង្ខំដែលចងជាកាតព្វកិច្ចទេអញ្ចឹងសម្រាប់ទីម៉ូខាងកើតដែលគាត់បន្ទាប់ពីទទួលបានឯករាជ្យនេះផ្ទាល់តែម្ដងគឺគាត់មិនមាននៅយន្តការផ្សេងទៀតទេដើម្បីដោះស្រាយវិវាទជាមួយទៅនឹងអូស្ត្រាលីអញ្ចឹងហើយគឺជាចំណុចមួយដែលធ្វើឲ្យទីម៉ូខាងកើតហ្នឹងគឺគាត់សម្រេចចិត្តនៅក្នុងការផ្ដួចផ្ដើមនីតិវិធីផ្សះផ្សាដោយបង្ខំនេះជាមួយនឹងប្រទេសអូស្ត្រាលីនេះតែម្ដងអញ្ចឹងនៅក្នុងការផ្សះផ្សារវាងទីម៉ូខាងកើតជាមួយទៅនឹងអូស្ត្រាលីហ្នឹងបន្ទាប់ពីទីម៉ូខាងកើតគាត់បានផ្ដួចផ្ដើមនីតិវិធីនេះហ្នឹងហើយឈានទៅដល់ការបង្កើតគណៈកម្មការផ្សះផ្សាហ្នឹងគឺយើងឃើញថាមានការចំណាយពេលប្រហែលជា3ខែអញ្ចឹងជាទូទៅនៅពេលដែលទីម៉ូខាងកើតគាត់ផ្ញើសេចក្តីជូនដំណឹងជាលិលាអក្សរហ្នឹងទៅកាន់ប្រទេសអូស្ត្រាលីដែលនៅក្នុងសេចក្តីជូនដំណឹងរបស់គាត់ហ្នឹងគឺមានជ្រើសរើសអ្នកផ្សះផ្សាចំនួន2រូបស្រាប់តែម្ដងអូស្ត្រាលីគាត់បានធ្វើការឆ្លើយតបនៅក្នុងរយៈពេលហ្នឹងហើយបញ្ជូន2រូបដូចគ្នាបាទបន្ទាប់មកទៀតគណៈកម្មការផ្សះផ្សាទាំង4រូបហ្នឹងគឺគាត់បានជ្រើសរើសបុគ្គលទី5ដែលជាអ្នកផ្សះផ្សាទី5ណាហើយក៏ជាប្រធាននៃគណៈកម្មការផ្សះផ្សាហ្នឹងផងដែរអញ្ចឹងបន្ទាប់ពីមានការបង្កើតគណៈកម្មការផ្សះផ្សាហ្នឹងក៏ប្រទេសអូស្ត្រាលីក៏គាត់បានធ្វើការតវ៉ាពាក់ព័ន្ធជាមួយទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការផ្សះផ្សានេះផ្ទាល់តែម្ដងអញ្ចឹងនៅពេលដែលគាត់ធ្វើការតវ៉ាទៅលើសមត្ថកិច្ចរបស់គណៈកម្មការផ្សះផ្សានេះគណៈកម្មការផ្សះផ្សាគឺគាត់បានសម្រេចថាគាត់មានសមត្ថកិច្ចនៅក្នុងការដោះស្រាយវិវាទនេះអញ្ចឹងនៅពេលនោះផងដែរហ្នឹងក៏គណៈកម្មការផ្សះផ្សាក៏គាត់បានដាក់ចេញជាវិធានការមួយចំនួនដែលខ្ញុំបានជំរាបជូនមុនហ្នឹងផងដែរគឺធ្វើយ៉ាងណាដើម្បីកសាងទំនុកចិត្តរវាងគូភាគីឡើងវិញពីព្រោះនៅក្នុងសំណុំរឿងទីម៉ូអង្គការជាមួយនឹងអូស្ត្រាលីហ្នឹងគឺគាត់មាននីតិវិធីដោយឡែកពាក់ព័ន្ធជាមួយនឹងបញ្ហាផ្សេងគ្នាតែបញ្ហាទាំងអស់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងរឿងសមុទ្រហ្នឹងផ្ទាល់តែម្ដងហ្នឹង3នីតិវិធីផ្សេងទៀតនីតិវិធីទី1ទៅតុលាការយុត្តិធម៌អន្តរជាតិ2នីតិវិធីទៀតជាមួយទៅនឹងយើងហៅថាតុលាការមជ្ឈត្តការក្រៅអបសម្ព័ន្ធ7អញ្ចឹង2នីតិវិធីបូកជាមួយ ICJ មួយនីតិវិធីទៀតទាំងអស់3នីតិវិធីអញ្ចឹងនៅក្នុងហ្នឹងគឺគណៈកម្មការផ្សះផ្សាគាត់បានស្នើសុំឲ្យគូភាគីហ្នឹងគឺបង្អន់នីតិវិធីទាំងអស់ហ្នឹងសិនអត់បន្តនីតិវិធីហ្នឹងតទៀតទេហើយក្រោយមកទៀតហ្នឹងគឺឈានទៅដល់ការសម្រេចបញ្ឈប់នីតិវិធីទាំង3ហ្នឹងផ្ទាល់តែម្ដងអញ្ចឹងនៅក្នុងនេះផងដែរក៏ខ្ញុំសូមជំរាបជូនផងដែរថានៅពេលដែលគាត់
បានស្នើសុំឲ្យគូភាគីចាត់នៅវិធានការមួយចំនួនដើម្បីធ្វើយ៉ាងណាកសាងទំនុកចិត្តឡើងវិញហ្នឹងគឺគូភាគីគាត់បានចូលតកចរចាពិភាក្សាគ្នាមានការពិភាក្សាដោយឡែករវាងគណៈកម្មការផ្សះផ្សាជាមួយទៅនឹងភាគីទីមកខាងកើតរវាងគណៈកម្មការផ្សះផ្សាជាមួយនឹងភាគីអូស្ត្រាលីមានការចោះទៅពិនិត្យទីតាំងផ្ទាល់ទៅដល់ទីតាំងដែលជាកន្លែងដែលជាវិវាទហ្នឹងរវាងគូភាគីនឹងផងដែរហើយនៅពេលចុងក្រោយគូភាគីគឺគាត់បានសម្រេចនៅក្នុងការឯកភាពគ្នាហើយឈានទៅដល់ការចោះសន្ធិសញ្ញាមួយជាមួយគ្នាផងដែរ2ខែបន្ទាប់ពីគូភាគីគាត់ចោះសន្ធិសញ្ញាជាមួយគ្នាគណៈកម្មការផ្សះផ្សាហ្នឹងគឺគាត់បានចេញនៅរបាយការណ៍ដែលនៅក្នុងរបាយការណ៍របស់គាត់គឺគាត់បានកត់បញ្ចូលកត់ត្រាបញ្ចូលតាក់ទងជាមួយទៅនឹងអ្វីដែលគូភាគីបានឯកភាពគ្នាអ្វីដែលគូភាគីនឹងធ្វើកិច្ចការបន្តតាក់ទងជាមួយទៅនឹងវិវាទហ្នឹងត្រង់ចំណុចនេះផងដែរនាងខ្ញុំសូមបន្ថែមមួយចំណុចពាក់ព័ន្ធជាមួយទៅនឹងរយៈពេលចាមុននឹងបន្តិចនាងខ្ញុំបាននិយាយថារយៈពេលអាចលឿនបើសិនជាគូភាគីគាត់ឆាប់ឯកភាពគ្នាវាអាចយូរបើសិនជាគូភាគីហ្នឹងគាត់ឯកភាពគ្នាថាពញាពេលបន្តិចផងដែរតាក់ទងជាមួយទៅនឹងការធ្វើរបាយការណ៍ដែលយើងឃើញថាពាក់ព័ន្ធជាមួយទៅនឹងសំណុំរឿងទីមកខាងកើតជាមួយនឹងអូស្ត្រាលីនេះផងដែរក៏ផ្ដល់ជាគេហៅថាយុទ្ធសាស្ត្រមួយផងដែរពាក់ព័ន្ធជាមួយទៅនឹងរយៈពេល12ខែហ្នឹងតើត្រូវគិតចាប់ពីពេលណាពីព្រោះនៅក្នុងបញ្ញត្តិមាត្រារបស់ UNCLOS ហ្នឹងផ្ទាល់តែម្ដងគឺគាត់និយាយថា12ខែបន្ទាប់ពីគណៈកម្មការផ្សះផ្សាត្រូវបានបង្កើតដោយឡែកដោយសារតែនៅក្នុងសំណុំរឿងហ្នឹងគឺមានការតវ៉ាទៅលើសមត្ថកិច្ចរបស់គណៈកម្មការផ្សះផ្សាអញ្ចឹងគណៈកម្មការផ្សះផ្សាគាត់ត្រូវតែដោះស្រាយទៅលើបញ្ហាសមត្ថកិច្ចហ្នឹងសិនអញ្ចឹងតាមរយៈនោះគណៈកម្មការផ្សះផ្សាហ្នឹងក៏គាត់បានធ្វើការបកស្រាយផងដែរថានៅពេលដែលយើងនិយាយអំពី12ខែដែលមានកាតព្វកិច្ចនៅក្នុងការធ្វើរបាយការណ៍ហ្នឹងគឺ12ខែនេះចាប់ផ្ដើមរាប់នៅពេលដែលគណៈកម្មការផ្សះផ្សាគាត់រកឃើញថាគាត់មានសមត្ថកិច្ចអញ្ចឹងនៅពេលដែលគាត់ចេញសេចក្តីសម្រេចទាក់ទងជាមួយនឹងសមត្ថកិច្ចហ្នឹង12ខែហ្នឹងចាប់ផ្ដើមរាប់ពីពេលហ្នឹងមិនមែន12ខែហ្នឹងចាប់ផ្ដើមពីពេលដែលបង្កើតដំបូងទេអញ្ចឹងនេះគឺជាចំណុចមួយទៀតដែលខាងដែលសំណុំរឿងទីមកខាងកើតជាមួយនឹងអូស្ត្រាលីហ្នឹងបានបង្កើតជាយុទ្ធសាស្ត្រមួយដើម្បីឲ្យរដ្ឋភាគីផ្សេងៗទៀតនៃ UNCLOS ហ្នឹងគាត់ពិចារណាទៅថ្ងៃអនាគតនេះខ្ញុំសូមជម្រាបជូនផងដែរថាតាក់ទងជាមួយទៅនឹងសំណុំរឿងទីមកខាងកើតជាមួយនឹងអូស្ត្រាលីនេះគឺទទួលបាននូវការចាប់អារម្មណ៍ច្រើនពីព្រោះថាវាជាសំណុំរឿងទី1នៅក្នុងប្រវត្តិសាស្ត្ររបស់ UNCLOS អញ្ចឹងនៅក្នុងនោះគឺមានទាំងរដ្ឋមានទាំងអង្គការអន្តរជាតិមានទាំងសារព័ត៌មានអន្តរជាតិគឺគាត់តាមដានទៅលើសំណុំរឿងនេះហើយយើងឃើញថាសារព័ត៌មានអន្តរជាតិជាង100ដែលគាត់ទៅសេតាក់ទងជាមួយទៅនឹងសំណុំរឿងនេះផងដែរហើយដោយសារតែរឿងរបស់កម្ពុជាយើងលីងមករឿងកម្ពុជាយើងបន្តិចភ្ជាប់ជាមួយនឹងសាច់រឿងរបស់កម្ពុជាយើងបន្តិចកម្ពុជាយើងនឹងជាប្រទេសទី2ដែលដំណើរការឬក៏ផ្ដួចផ្ដើមនីតិវិធីនេះអញ្ចឹងខ្ញុំយល់ឃើញថាដូចគ្នាជាមួយនឹងសំណុំរឿងទីមកខាងកើតដែរយើងនឹងអាចទទួលបានការចាប់អារម្មណ៍ពីសំណាក់រដ្ឋដទៃទៀតពីសំណាក់អង្គការអន្តរជាតិក៏ដូចជាសារព័ត៌មានអន្តរជាតិពាក់ព័ន្ធជាមួយទៅនឹងសំណុំរឿងរបស់កម្ពុជាជាមួយនឹងថៃទៅលើព្រំដែនសមុទ្រនេះផងដែរចា៎សូមអរគុណ